បាទថ្ងៃនេះពូណាត់នាំមុខម្ហូបមួយដែលងាយគឺស្លម្ជូរស្លឹកថ្នាំងបាទឥឡូវនេះគឺយើងដាក់ខ្លាញ់ប្រេងឆាឲ្យក្តៅហើយបន្ទាប់មកគឺយើងដាក់គ្រឿងដែលយើងបានបុកហ្នឹងបន្ទាប់មកយើងដាក់វារហូតទាល់តែវាប្រែពណ៌ហើយក្លិនឈ្ងុយបាទហើយគ្រឿងនេះគឺខ្ញុំដាក់ប្រហុកចូលគ្នាតែម្ដងខ្ញុំគឺហើយនឹងខ្ញុំថែមទឹកត្រីទៀតបាទហើយខ្ញុំដាក់ប្រហុកតែបន្តិចទេព្រោះតែខ្ញុំហូបប្រហុកច្រើនអត់បានមកក្លិនប្រហុកអញ្ចឹងអ្នកខ្លះគេដាក់ប្រហុកចាស់អ្នកខ្លះដាក់តិចអញ្ចឹងណាហើយបើយើងស្លតិចបែបនេះបរទេសក៏អាចហូបបានដែរបាទឥឡូវនេះគឺថាក្លិនចាប់ផ្ដើមឈួលមកហើយបាទអញ្ចឹងបើសិនជាយើងអត់ដាក់ឲ្យឈ្ងុយទេប្រហែលជាយើងដាក់ស្លជាមួយត្រីវានឹងក្លិនឆ្អាបអញ្ចឹងណាហើយយើងធ្វើការកូរវាមកយើងកូរវាដើម្បីកុំឲ្យគ្រឿងនោះវាខ្លោចបាតបាទអញ្ចឹងគឺកូរវាមកហើយដាក់វាឲ្យឆ្អិនបែបនេះគឺក្លិនឈួលបែបនេះគឺសម្លយើងឆ្ងាញ់ណាស់បាទអញ្ចឹងយើងធ្វើការនៅពេលដែលយើងគិតថាវាចាប់ផ្ដើមឈ្ងុយអីហើយគ្រឿងប្រែពណ៌ល្អហើយអញ្ចឹងគឺយើងចាប់ផ្ដើមដាក់សាច់ត្រីចូលអញ្ចឹងដល់ពេលដែលយើងដាក់សាច់ត្រីចូលមកយើងដាក់កូរវាថ្នមមកតែកូរខ្លាំងក៏អត់សើអីដែរព្រោះនៅពេលនេះគឺមានន័យថាត្រីអត់តន់ឆ្អិនឡើយបាទយើងដាក់វាចូលជាតិបែបនេះទី1គឺកាត់ឆ្អាបទី2គឺឲ្យវាចូលគ្រឿងសព្វល្អបាទហើយបន្ទាប់ពីត្រីរៀងឆ្អិនបន្តិចហើយយើងធ្វើដាក់ត្រកួនចូលបាទយើងដាក់ត្រកួនមកត្រកួនដែលយើងបានបេះលាងស្អាតហ្នឹងហើយអញ្ចឹងយើងអាចដាក់កូរតិចមកតែពេលនេះត្រីវារៀងចង់ឆ្អិនហើយអញ្ចឹងយើងកូរនេះគឺយើងកូរអត់ខ្លាំងទេយើងដាក់កូរថ្នមបាទយើងដាក់ថ្នមអញ្ចឹងបន្ទាប់ពីត្រកួនវារៀងឆ្អិនបន្តិចបាទអញ្ចឹងគឺយើងដាក់ស្លឹកថ្នាំងដែលយើងបានបុកបានកិនហ្នឹងគឺយើងដាក់ចូលបាទបន្ទាប់មកគឺយើងធ្វើការដាក់គ្រឿងដាក់អំបិលដាក់ម្សៅស៊ុបដាក់យើងចូលមកប៉ុន្តែខ្ញុំស្លម្ជូរទឹកថ្នាំងនេះគឺខ្ញុំអត់ដាក់ស្ករទេបាទអ្នកខ្លះក៏លួចស្ករតិចតែបើសម្រាប់ខ្ញុំរូបមន្តខ្ញុំនេះគឺអត់ដាក់ស្ករទេបាទអញ្ចឹងបន្ទាប់ពីយើងដាក់ម្សៅស៊ុបបន្តិចហើយនឹងអំបិលថែមបន្តិចមកហើយយើងធ្វើការដាក់ទឹកចូលបាទអញ្ចឹងរងចាំវារហូតដល់វាពុះណាបាទហើយនេះម្ទេសហាវ៉ៃគឺខ្ញុំដាក់ចូលហើយខ្ញុំគ្របបាទបន្តិចមកអញ្ចឹងនៅពេលដែលវាបាក់មើលដល់ពេលវាពុះបាទពុះបែបនេះហើយខ្ញុំដាក់ម្ទេសហើយនឹងស្លឹកកន្ទ្រូបចូលដើម្បីឲ្យវាក្លិនឈ្ងុយបាទអញ្ចឹងគឺបន្ថែមរសជាតិបន្ថែមក្លិនបាទ